វីដេអូថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យស្គាល់អំពីតួអង្គទាំង5ដែលមានធម៌ពលខ្លាំងបំផុតនៅក្នុងពពួក Marine ហើយធម៌ពលរបស់ពួកគាត់អាចនិយាយបានថាខ្លាំងជាង Monkey D. Garp ឬក៏ Sengoku ក៏អាចនិយាយបានថាខ្លាំងជាង Akainu ទៅទៀតអញ្ចឹងថាចាំមើលតួអង្គទាំង5គឺជាអ្នកគេខ្លះតោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកជាមួយនឹង Anime Story KX បន្តទៀតហើយដែលវីដេអូថ្ងៃនេះគឺយើងនឹងនិយាយអំពីតួអង្គទាំង5ដែលមានឥទ្ធិពលឬក៏មានធម៌ពលខ្លាំងបំផុតនៅក្នុងពពួក Marine ហើយដោយដែលយើងបានដឹងចឹងថាសម្រាប់តួអង្គទាំង5គឺគាត់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ Imu ដែលយើងស្គាល់ថា Imu គាត់គឺជា King ឬក៏អាចនិយាយថាគាត់គឺជាមនុស្សកំពូលដែលខ្លាំងម្នាក់នៅក្នុង Marine ហើយមនុស្សទាំង5ដោយដែលអ្នកទាំងបានដឹងចឹងថាពួកគាត់គឺជាក្រុមមួយដែលមានឈ្មោះថា The Gorosei ឬក៏យើងអាចហៅបានថា The Five Elder ដែលមានសមាជិកទាំង5ហើយមួយវិញទៀតនៅក្នុងវីដេអូដែលខ្ញុំនិយាយអំពី The Top 5 Swordsmen ហ្នឹងគឺឃើញមានបងប្អូនយើងច្រើនបានមានមតិខ្លះក៏គ្រប់គ្រងមតិខ្លះក៏មិនគ្រប់គ្រងដោយគាត់និយាយថាបងហេតុអីក៏មិនរាប់ផ្សេងជាមួយនឹង Goldie Roger ដែរដោយសារតែពួកគាត់ហ្នឹងគឺប្រភេទជាប្រភេទ Swordsman ដែរសម្រាប់ខ្ញុំក៏មានអារម្មណ៍ថាអត់សប្បាយចិត្តដែរតែពេលខ្ញុំអត់រាប់ផ្សេងជាមួយនឹង Goldie Roger ចូលក៏ប៉ុន្តែមានហេតុផលជាច្រើនដែលខ្ញុំសម្រេចចិត្តថាដកពួកគាត់ចេញពីប្រភេទ Swordsman នឹងចេញហើយហេតុផលអីបានខ្ញុំដកពួកគាត់ចេញអញ្ចឹងបើសិនជាមានឱកាសជាមួយវីដេអូក្រោយទៀតខ្ញុំនឹងធ្វើការបកស្រាយហើយខ្ញុំនឹងធ្វើការនិយាយថាតើខ្ញុំយកពួកគាត់ទៅដាក់ក្នុងប្រភេទ category ណាអូខេឥឡូវយើងត្រឡប់មកជាមួយនឹងសាច់រឿងយើងវិញថាតើ The Gorosei ឬក៏ The Five Elder ជានរណាគេប្រកបសម្រាប់ពពួកក្រុម The Gorosei ឬក៏ The Five Elder គាត់បានបង្ហាញខ្លួនដំបូងនៅក្នុង manga កាលពី chapter ទី233ក៏ដូចជានៅក្នុង anime នៅអេពីសូតទី151ហើយបន្ទាប់មកទៀតនៅឯ manga chapter ទី9ដល់7គាត់បានបង្ហាញខ្លួនម្ដងទៀតដែលពេលហ្នឹងគឺលេចជាមួយនឹងវត្តមាន Seng បានទៅធ្វើការចរចាឬក៏ទៅនិយាយជាមួយគាត់អំពី Southern Pirate ដែល Seng បានទៅ warning ទៅដល់ The Five Elder ថា Pirate ម្នាក់ហ្នឹងគឺអាចនិយាយថាមានអ្វីពិសេសឬក៏ជា pirate មួយដែលគ្រោះថ្នាក់នៅពេលអនាគតចឹងទៅហើយបន្ទាប់មកទៀតពួកគាត់បានបង្ហាញខ្លួនម្ដងទៀតនៅក្នុង manga ទី1044ដែលពេលហ្នឹងគឺគាត់បាននិយាយតាក់ទងអំពី Devil Fruit របស់ Luffy ដែលពួកគាត់បាន confirm ថា Devil Fruit របស់ Luffy គឺមានឈ្មោះថា Hito no Mi Model Nika បែរថាគឺជាប្រភេទ Sun God Nika នៅពេលដែល Luffy awaken ជាមួយ Devil Fruit ហ្នឹង The Gorosei ឬក៏ The Five Elder ត្រូវបានគេស្គាល់ថាគាត់គឺជាក្រុមដែលមានសមាជិក5នាក់ហ្នឹងដែលមាន ranking ខ្ពស់បំផុតនៅក្នុង Celeste Dragon ឬក៏បានត្រូវគេស្គាល់ថាគាត់គឺជា top management មួយជាមន្ត្រីថ្នាក់ខ្ពស់ក៏ដូចជាអ្នកគ្រប់គ្រងថ្នាក់ខ្ពស់មួយនៅក្នុង World Government The Gorosei គឺជាក្រុមពពួក Marine ដែលត្រូវបានគេស្គាល់ថាពួកគាត់គឺជាមនុស្សដែលមានធម៌ពលខ្លាំងនៅក្នុងពិភព One Piece ហើយម្យ៉ាងវិញទៀតពួកគាត់គឺសុទ្ធសឹងតែជា Devil Fruit user ហើយ Devil Fruit របស់ពួកគាត់ហ្នឹងគឺមិនទាន់បានconfirm ថាពួកគាត់នឹងមាន Devil Fruit ប្រភេទអីខ្លះទេក៏ប៉ុន្តែមានពាក្យចាំរាប់ជាច្រើនថាពួកគាត់គឺសុទ្ធសឹងតែជា zone type បែរថាគឺជាប្រភេទ zone type ដែលដូចទៅប្រភេទ Devil Fruit របស់ Luffy ដែរបែរថាពួកគាត់អាច transform ខ្លួនគាត់ទៅជាប្រភេទសត្វអីចឹងទៅហើយម្យ៉ាងវិញទៀតហ្នឹង The Gorosei ត្រូវបានគេឲ្យនាមថាគឺជាអ្នកចម្បាំងព្រះនៅក្នុងពិភពលោកហើយបើនិយាយតាក់ទងជាមួយនឹងថាមពលរបស់គាត់វិញគឺត្រូវបាន reveal ចេញនៅឯ chapter ទី1085នៅក្នុង manga នៅពេលដែល Sabo បានលួចទៅស្ដាប់ពួកគាត់និយាយតាក់ទងជាមួយនឹងរឿងសម្ងាត់អីមួយជាមួយនឹង Imu ពេលហ្នឹងគឺ accident Sabo បានធ្លាក់ចូលទៅក្នុងការនិយាយហ្នឹងឬក៏យើងអាចនិយាយថាគឺជាការប្រជុំរវាងថ្នាក់ខ្ពស់របស់ពពួក Marine ដែលធ្វើឲ្យពួក Five Gorosei ហ្នឹង transform ឬក៏បញ្ចេញថាមពលពួកគាត់ហ្នឹងដើម្បីធ្វើការការពារនៅក្នុង Marine ហ្នឹងអញ្ចឹងយើងមកមើលអំពីសមត្ថភាពតួអង្គនីមួយៗរបស់ក្រុម The Gorosei ឬក៏ The Five Elder ហ្នឹងសម្រាប់ ranking គឺមិនទាន់ confirm ថាអ្នកណាខ្លាំងជាងអ្នកណាទេក៏ប៉ុន្តែខ្ញុំធ្វើការ ranking ជាមួយនឹងពួកគាត់ពីចំណាត់ថ្នាក់ទី5រហូតដល់1សម្រាប់លេខរៀងទី5គឺ Shen Topman Valkyrie សម្រាប់ឈ្មោះបងគាត់គឺពិបាកអានមែនទែនអាពីមុខ Shen ហ្នឹងមិនដឹងថាអានថា Scion ឬក៏ Sien ទេក៏ប៉ុន្តែខ្ញុំសូមហៅថា Shen Topman Valkyrie គាត់គឺជា Gorosei ម្នាក់ដែលមានក្បាលទំពេកបែរថាគាត់អត់មានសក់ទេជាមួយនឹងពុកមាត់ដ៏ធំរបស់គាត់ដែលរៀងកោងហ្នឹងហើយគាត់ត្រូវបានគេឲ្យនាមថាគឺជាអ្នកចម្បាំងព្រះខាងយុត្តិធម៌បែរថាគាត់គឺអ្នកចម្បាំងដើម្បីរកយុត្តិធម៌ដល់ពិភពលោកអញ្ចឹងបែរថា The Warrior God of Justice ហើយគាត់គឺជាតួអង្គសំខាន់ម្នាក់ដែលកាន់នៅ role play មួយដែលសំខាន់
នៅក្នុងពិភពរបស់ One Piece ហ្នឹងហើយ Shin Topman Valkyrie ត្រូវបានគេស្គាល់ថាគាត់អូនទៅលើ Devil Fruit មួយដែលខ្លាំងមែនទែនដែលវាជាប្រភេទ Zone Ability ហើយ Devil Fruit របស់គាត់ហ្នឹងគឺអាចធ្វើឲ្យគាត់ transform ខ្លួនរបស់គាត់ទៅជាដំរីឬក៏ Hippo ឬក៏ដំរីទឹកតែទោះជាយ៉ាងណាព័ត៌មានទាំងអស់ហ្នឹងក៏អត់ confirm 100%ដែរថាគាត់គឺជាប្រភេទ Zone Type ហើយអាច transform ខ្លួនគាត់ទៅជាដំរីឬក៏ Hippo នឹងបានទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាថានៅវគ្គបន្តទៀត Oda គាត់នឹងបង្ហាញពីដំរីឬក៏ hint អីទៀតដើម្បីបញ្ជាក់ពីតួអង្គទាំង5ហ្នឹងសម្រាប់តួអង្គទី4គឺ Sensor Jupiter Jupiter គាត់គឺជាតួអង្គម្នាក់ដែលមានជាមួយនឹងសក់ពណ៌លឿងហើយ role play របស់គាត់ត្រូវបានគេឲ្យនាមថា The Warrior God of Agriculture ដែលនិយាយតាក់ទងទៅខាងកសិកម្មខ្ញុំមិនដឹងថាឈ្មោះរបស់គាត់នឹងហេតុអីក៏វាតាក់ទងទៅជាមួយនឹងខាងកសិកម្មដំណាំដាំដុះទេបើហើយនិយាយថាពលរបស់គាត់នឹងអាចតាក់ទងទៅខាងហ្នឹងបើសិនជាយើងនិយាយអំពី Dragon Ball បន្តិចតាក់ទងជាមួយនឹង Goku គាត់មានជាមួយនឹង skill គាត់មួយខ្ញុំដូចជាភ្លេចឈ្មោះបាត់ហើយ skill របស់គាត់ហ្នឹងគឺគាត់ស្រូបថាពលពីអាបរិស្ថានជុំវិញបែរថាគាត់ប្រមូលថាពលហ្នឹងពីភពផ្សេងពីរុក្ខជាតិពីទឹកពីដីចឹងទៅហើយប្រមូលផ្ដុំជាថាពលមួយវាយទៅលើគូសត្រូវរបស់គាត់អញ្ចឹងខ្ញុំគិតថា Jupiter គាត់នឹងអាចមានថាមពលស្តៀងទៅនឹង Goku ដែរហើយមួយវិញទៀត Jupiter ត្រូវបាន confirm ថាគាត់គឺជាប្រភេទ Devil Fruit user ហើយ Devil Fruit របស់គាត់ហ្នឹងគឺអាចធ្វើឲ្យគាត់ transform ខ្លួនមកគាត់ចម្លែកមែនទែនគឺដូចទៅនឹងបិសាចយក្សមួយដែលមានមាត់ធំមែនទែននិយាយបានថាតួអង្គមួយនេះគឺចេញមកមិនមែនជាលក្ខណៈថាជា hero ជាអីទេគឺមើលមកដូចជាបិសាចមែនទែនហ្មងហើយលើពីហ្នឹងទៅទៀតឈ្មោះរបស់គាត់ត្រូវបានដាក់តាមរយៈភពទី5នៃប្រព័ន្ធព្រះអាទិត្យបើយើងនិយាយដល់ចំណុចកន្លែងហ្នឹងគឺតួអង្គទាំង5ហ្នឹង Oda បានដាក់ឈ្មោះរបស់គាត់ហ្នឹងស្តៀងទៅនឹងភពនៃប្រព័ន្ធព្រះអាទិត្យទាំងមូលសម្រាប់ចំណុចទី3ឬក៏លេខរៀងទី3ហ្នឹងគឺ Sen Gigantia Saturn ឈ្មោះរបស់គាត់ហ្នឹងគឺពិបាកអានមែនទែនដោយសារតែរៀងដំបងហើយយើងអត់ទាន់បានសាំជាមួយនឹងឈ្មោះរបស់គាត់នៅក្នុង manga ក៏ដូចជានៅក្នុង anime សម្រាប់ Saturn ត្រូវបានគេស្គាល់ថាគាត់គឺជា Gorosei ម្នាក់ដែលមានសក់ដូចទៅនឹងអំបោះមែនទែនគឺខ្ញុំចាប់អារម្មណ៍ជាមួយសក់គាត់មែនទែនគឺលយមែនទែនមករៀងសក់របស់គាត់គឺរៀងមានជាអំបោះហើយរៀងដុំវែងមួយមើលដូចជា rapper មិនដឹងទេហើយ Saturn គឺជាតួអង្គដំបូងបំផុតដែល Oda បានបង្ហាញជាមួយនឹងខ្លួនរបស់គាត់ទៅជាមួយនឹងក្នុង One Piece anime ដោយ Saturn គាត់បានធ្វើដំណើរជាមួយនឹង Admiral Kizaru ដែលឈ្មោះទៅ Egghead Island ហើយដោយដែលអ្នកនរបានដឹងចឹង Egghead Island ឥឡូវហ្នឹងគឺ Luffy កំពុងតែនៅទីនឹងជាមួយនឹង crewmate របស់គាត់ហើយសំណួរសួរថាតើ Saturn ទៅជាមួយនឹង Kizaru ដើម្បីគេគឺទៅដើម្បីចរចាជាមួយនឹង Vegapunk ក៏ដូចជាទៅកំចាត់ Luffy ចេញផងដែរហើយ Saturn ត្រូវបានគេដាក់នាមឲ្យគាត់ថា The Warrior God of Defense Science បែរថាគាត់គឺជាព្រះចម្បាំងដែលការពារខាងបែបវិទ្យាសាស្ត្រវិញអញ្ចឹងគេថាឈ្មោះរបស់គាត់មួយគឺជួយឲ្យចាប់អារម្មណ៍មែនទែនមួយតាក់ទងជាមួយកសិកម្មមួយតាក់ទងជាមួយនឹង Justice ហើយមួយទៀតគឺតាក់ទងជាមួយនឹងខាង Science អញ្ចឹងទៅហើយសម្រាប់ឈ្មោះ Saturn របស់គាត់ត្រូវបានដាក់បន្ទាប់ពីភពទី6នៃប្រព័ន្ធព្រះអាទិត្យហើយ Saturn ត្រូវបានគេស្គាល់ថាគាត់គឺជាប្រភេទ Devil Fruit user ដែល Devil Fruit របស់គាត់ហ្នឹងគឺជាប្រភេទ Zone Type ហើយអាចធ្វើឲ្យគាត់ប្រែកាឡាខ្លួនរបស់គាត់ទៅជាប្រភេទ Oni ឬក៏យើងអាចនិយាយបានថាជាប្រភេទគោព្រៃអញ្ចឹងទៅបើយើងមើលទៅតាមការ transform រៀងរបស់គាត់ដែលជាការឲ្យ hint តម្រុយពី fan ដែលគាត់បានដាក់ទៅលើគាត់អញ្ចឹងហើយតួអង្គមួយហ្នឹងក៏ជាតួអង្គមួយដែលមានការចាប់អារម្មណ៍មែនទែនទៅលើធម៌ពលរបស់គាត់ហើយតាក់ទងជាមួយអាវុធរបស់គាត់ហ្នឹងគឺគាត់កាន់ជាមួយនឹងឈើច្រត់មួយដែលមើលមកលយមែនទែនមកសឹងតែថានៅក្នុងពិភព One Piece ហ្នឹងគឺអាវុធទី1ដែលខ្ញុំមើលឃើញមកលយហ្មងគឺគាត់កាន់ឈើច្រត់ដើម្បីទប់វាយទៅលើគូសត្រូវរបស់គាត់ឥឡូវយើងចូលមកដល់ចំណាត់ថ្នាក់ទី2វិញគឺ Sen Makomas Sen Makomas គឺជាប្រភេទ Gorosei មួយដែលមានជាមួយនឹងពុកចង្ការធំហើយវែងមកក្រោមហើយឈ្មោះរបស់គាត់ត្រូវបានដាក់បន្ទាប់ពីភពទី4នៃប្រព័ន្ធព្រះអាទិត្យដែល role play របស់គាត់គឺគេឲ្យឈ្មោះគាត់ថាគឺ The Warrior God of Environment ហើយឈ្មោះរបស់គាត់គឺកាន់តែប្លែកទៀតឯងគឺតាក់ទងទៅជាមួយនឹងបរិស្ថានវិញម្ដងមកថាគាត់គឺជាស្ដេចគ្រប់គ្រងបរិស្ថានទាំងមូលខ្ញុំថាបរិស្ថានស្អាតមិនស្អាតគឺអាស្រ័យលើគាត់ហ្នឹងហើយមួយមានទៀត Makosma គាត់ជាប្រភេទមនុស្សម្នាក់ដែលអូនទៅលើ Devil Fruit ប្រភេទ Zone Type ម្យ៉ាងដែលធ្វើឲ្យគាត់ប្រែកាឡាឬក៏ transform ខ្លួនរបស់គាត់ទៅជា Giant Bird បែរថាគាត់អាចប្រែកាឡាខ្លួនរបស់គាត់ទៅជាបក្សីយក្សដ៏ធំមួយបើសិនជាយើងនិយាយអំពីប្រភេទបក្សីយក្សយើងនឹកឃើញទៅដល់តួអង្គ2គឺ Mako ជាមួយនឹង King ដែលប្រភេទ Devil Fruit របស់ពួកគាត់ហ្នឹងគឺអាចប្រែកាឡាទៅជាប្រភេទបក្សីបានដូចគ្នាសម្រាប់ពេលនេះគឺជាពេលវេលាមួយដែលយើងមកដល់ចំណាត់ថ្នាក់ទី1ដែលបានទៅលើ Giant Ethan Baron V Nuschoro អូយអ្នកទាំងអស់គ្នាឈ្មោះរបស់គាត់ហ្នឹងគឺវេទនីអាយមែនទែនគឺវែងមែនទែនហ្មងឥឡូវខ្ញុំសូមហៅគាត់ថា Baron ចុះ Baron ត្រូវបានគេស្គាល់ថាគាត់គឺជាមនុស្សម្នាក់ក្នុងចំណោម The Fire ទាំង5ហ្នឹងដែលមានថាមពលខ្លាំងជាងគេ
សម្រាប់ Baron គាត់គឺជាតួអង្គម្នាក់ដែលមាន appearance ជាមួយនឹងក្បាលតំពេករបស់គាត់មានសក់ទេហើយគាត់អូនជាមួយនឹងអាវុធរបស់គាត់ហ្នឹងគឺប្រភេទដាវមួយយ៉ាងដែលដាវហ្នឹងគឺគេចាត់ទុកថាគឺជាប្រភេទដាវមួយក្នុងចំណោមដាវដែលខ្លាំងបំផុតនៅក្នុងពិភព One Piece ដែលដាវខ្លាំងបំផុតហ្នឹងខ្ញុំសូមអាប់ដេតម្ដងទៀតសម្រាប់ដាវដែលខ្លាំងបំផុតហ្នឹងគឺមានចំនួន12ហើយដាវរបស់គាត់ហ្នឹងឯងគឺស្ថិតនៅក្នុងមួយក្នុងចំណោមនោះហើយដាវរបស់គាត់ត្រូវបានគេស្គាល់ឈ្មោះថា Sodai Getetsu គឺជាដាវដែលមានថាមពលខ្លាំងមែនទែនហើយ The Whip Fruit របស់គាត់ហ្នឹងគឺធ្វើឲ្យគាត់អាច transform ខ្លួនរបស់គាត់ហ្នឹងស្រដៀងទៅនឹង Luffy ដែរអញ្ចឹងមកថាការ transform ខ្លួនរបស់គាត់ហ្នឹងគឺមើលលក្ខណៈសម្បត្តិរបស់គាត់មកគឺស្រដៀងទៅនឹងមនុស្សជាងដែលខុសពីតួអង្គ4ផ្សេងទៀតដែលអាចប្រែកាឡាខ្លួនរបស់គាត់ហ្នឹងទៅជាស្រដៀងនឹងបិសាចឬក៏ស្រដៀងនឹងសត្វអីចឹងទៅក៏ប៉ុន្តែខុសតែ Baron គឺគាត់អាច transform ខ្លួនរបស់គាត់ឬក៏ awaken ជាមួយ The Whip Fruit របស់គាត់ហ្នឹងស្រដៀងទៅនឹង Luffyដោយនៅជុំវិញករបស់គាត់ហ្នឹងគឺឃើញមានជាមួយនឹងផ្សែងហោះជុំវិញករបស់គាត់ហើយតាក់ទងជាមួយនឹង role play របស់គាត់ត្រូវបានគេស្គាល់ថាគឺ The Warrior God of Finance បើថាឈ្មោះរបស់គាត់គឺតាក់ទងទៅជាមួយនឹងខាងហិរញ្ញវត្ថុវិញអញ្ចឹងខ្ញុំគិតថាប្រាក់ឬក៏លុយទាំងអស់ហ្នឹងសម្រាប់ចាយវាឬក៏ចាត់ចែងនៅក្នុង Marine ហ្នឹងគឺគាត់អ្នកគ្រប់គ្រងឲ្យដោយសារឈ្មោះគាត់ហ្នឹងគឺ God of Finance ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់ The Fire Rider ឬក៏ The Grosse ទាំង5ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានព័ត៌មានឬក៏ information update ថ្មីៗអីគឺខ្ញុំនឹងធ្វើការបកស្រាយបន្តទៀតនៅក្នុងវីដេអូក្រោយៗអញ្ចឹងទៅហើយមួយវិញទៀតនៅក្នុង channel របស់ខ្ញុំឥឡូវគឺgrow up ជាមួយនឹង new subscriber មែនទែនក៏សូមអរគុណអ្នកទាំងអស់គ្នាមែនទែនដែលបានជួយគាំទ្រជាមួយនឹងវីដេអូថ្មីៗរបស់ខ្ញុំកន្លងមកហើយបើសិនជាអ្នកមកថ្មីកុំភ្លេចជួយ subscribe ជាមួយ channel ខ្ញុំម្នាក់មួយផងដើម្បីយើងទទួលវីដេអូថ្មីៗបន្តទៀតហើយមិនត្រឹមតែ anime One Piece ដែលខ្ញុំចង់និយាយនៅមាន anime ឬក៏ story ច្រើនទៀតដែលតាក់ទងដូចជាជាមួយនឹង Tokyo Revenger Naruto ហើយ anime ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតហ្នឹងគឺ Hunter x Hunter អញ្ចឹងបើសិនជាមានឱកាសក្រោយៗទៀតគឺខ្ញុំនឹងធ្វើការបកស្រាយអំពី Toys ឬក៏ video ដែលតាក់ទងជាមួយនឹង anime ផ្សេងៗដែលក្រៅពី One Piece ម្ដងហើយរឿងដែលគួរឲ្យសប្បាយចិត្តមួយទៀតហ្នឹងគឺ channel របស់ខ្ញុំបង្កើតឡើងដើម្បីយើងនិយាយសាច់រឿងដែលតាក់ទងជាមួយនឹង anime ដោយដែលអ្នកទាំងអស់បានដឹងជាងថាអ្នកដែលមើល anime គឺសប្បាយចិត្តមួយយ៉ាងហើយក៏ប៉ុន្តែបើសិនជាយើងមានមនុស្សសម្រាប់និយាយឆ្លងឆ្លើយឬក៏ជីកកោកាយភាសាគ្នាអំពីរឿង anime ផ្សេងៗទៀតគឺគ្រាន់តែសប្បាយចិត្តទៀតទេអត់អញ្ចឹងបើសិនជាអ្នកដងគ្នាដែលមើល anime ហើយមានចម្ងល់ឬក៏មានរឿងអីចង់បញ្ចេញមតិចង់និយាយតទល់គ្នាអីគឺអាចcommentខាងក្រោមបាននៅក្នុង channel របស់ខ្ញុំនឹងធ្វើការពិភាក្សាហើយយើង discuss ទាំងអស់គ្នាថាសាច់រឿងហ្នឹងវាមិនបានទៅជាអញ្ចឹងហើយវាមកពីអីអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ